បាទជំរាបសួរបងប្អូនពូមីងទាំងអង្គជាទីគោរពនិងជាទីនឹករលឹកពីចម្ងាយសូមស្វាគមន៍មកកាន់កម្មវិធីសម្លេង podcast របស់ខ្ញុំនៅថ្ងៃនេះថ្ងៃនេះខ្ញុំយកប្រធានបទមួយពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅប្រទេសថៃពីព្រោះវានឹងអាចមានឥទ្ធិពលច្រើនលទ្ធផលមានឥទ្ធិពលច្រើនចំពោះនឹងប្រទេសកម្ពុជាដែរអញ្ចឹងក្នុងនេះខ្ញុំចង់ចាប់ផ្ដើមពីគណៈបកដែលបានចុះឈ្មោះចូលបោះឆ្នោតនៅប្រទេសថៃហ្នឹងមានចំនួន57គណៈបកប៉ុន្តែមានតែគណៈបក3ទេដែលចាប់ផ្ដើមលេចធ្លោជាងគេគឺគណៈបកប្រជាជនដែលមានឈ្មោះថាឋានផុងរឿងបញ្ញវុត្តជាគណៈបកមេដឹកនាំគណៈបកប្រជាជនហើយមានអាយុ38ឆ្នាំជាវ័យក្មេងគណៈបកនេះកំពុងតែមានភាពល្បីល្បាញនៅក្នុងប្រទេសថៃហើយក៏ពេលនេះពេលរាប់ស្លឹកឆ្នោតពេលនេះជាបណ្ដោះអាសន្នឃើញថានាំមុខគេក្នុងគណៈបកទាំង57ហើយបន្តមកទៀតមានគណៈបកប៊ុនឆៃថៃដែលដឹកនាំដោយអនុទីនច័ន្ទវរៈគុលហ្នឹងគឺក៏នៅនាំមុខគេដែរមិនមាននៅក្នុងចំណោមនឹងគេដែរប៉ុន្តែនៅចាញ់គណៈបកប្រជាជនទេហើយមានគណៈបកមួយទៀតគឺគណៈបកភឿថៃនេះដែលដឹកនាំដោយយុទ្ធច័ន្ទវងសវត្តអញ្ចឹងគណៈបក3ហ្នឹងកំពុងតែនៅលើឈរគេក្នុងចំណោមនឹងលេចធ្លោជាងគេហើយបន្ទាប់មកមានគណៈបកផ្សេងទៀតមកខាងក្រុមហ្នឹងអញ្ចឹងនៅខ្ញុំចង់និយាយអំពីអាសនៈនៅក្នុងសភាថៃនៅហ្នឹងគឺមាន500អាសនៈអញ្ចឹងដើម្បីយើងអាចคลายទៅជាអ្នកដឹកនាំរដ្ឋាភិបាលបានលុះត្រាតែយើងបាន251អាសនៈច្រើនជាងគេអាហ្នឹងយើងអាចដឹកនាំបានដែរហ្នឹងគណៈបកហ្នឹងប៉ុន្តែក្នុងលទ្ធផលបណ្ដោះអាសន្ននេះមើលទៅដូចអត់ឃើញមានពីណាគេនឹងអាចឈ្នះដាច់រហូតដល់251ទេប៉ុន្តែមានតែគណៈបកប្រជាជនហ្នឹងគឺគាត់នាំមុខគេប៉ុន្តែមិនដល់ថ្នាក់251ហ្នឹងទេអញ្ចឹងវាស្ថិតនៅក្នុងមួយគឺជាយើងត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះមិនឲ្យមានជាងសបុកមួយអ្នកបកផ្សេងទៀតដើម្បីឲ្យទទួលបានសម្លេងច្រើនហើយទទួលបានអាសនៈ251អាសនៈហ្នឹងបាទអញ្ចឹងវាស្ថិតនៅក្នុងភាពពិបាកនឹងទូទាយតើអ្នកណានឹងខ្លាចជានាយករដ្ឋមន្ត្រីដែរហ្នឹងហើយក្នុងពេលហ្នឹងហើយលទ្ធផលហ្នឹងនឹងចេញផុតនឹងចេញបាននៅក្នុងប្រហែលជាថ្ងៃច័ន្ទខាងមុខហ្នឹងដែរហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំចង់និយាយហ្នឹងនៅប្រទេសថៃហ្នឹងគឺការបោះឆ្នោតហ្នឹងគឺមានលក្ខណៈសេរីយុទ្ធធម៌របស់គេអត់មានពីណាគេចោតណាគេបន្លំលើស្លឹកឆ្នោតទេប៉ុន្តែលហើយវាជាលក្ខណៈមួយបង្កឲ្យប្រជាជនថៃហ្នឹងចេញមុខមកបោះឆ្នោតណាច្រើនដោយសេរីនឹងគេចូលចិត្តប៉ុន្តែមានលក្ខណៈមួយផ្ទុយបន្តិចគឺដល់កណាពេលយើងជាប់បានហើយអ្នកឡើងនាយករដ្ឋមន្ត្រីច្រើនតែជាប់មកដល់ធំព្រឹទ្ធសភាព្រឹទ្ធសភាមានចាស់ណាដែលគ្រប់គ្រងស្ដេចថៃច្រើនសមាជិកច្រើនម្ល៉េះហើយពេលខ្លះត្រូវជាប់នៅទៅនឹងណាទៅប្លុកជាប់ដូចនឹងដោយករណីការលើកមុនចឹងហ្នឹងការជាប់ឆ្នោតមុនប្រហែល 3-4 ឆ្នាំមុនហ្នឹងត្រូវមានបញ្ហារហូតអញ្ចឹងការបោះឆ្នោតនេះវាល្អទៅលូនមិនដែរក្រោយពេលបានជាប់ហើយហ្នឹងអ្នកខ្លាយជានាយករដ្ឋមន្ត្រីហ្នឹងគឺកំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញបាទខ្ញុំចង់និយាយប៉ុណ្្នឹងទេព្រោះលទ្ធផលតើបានជាដុំកំភួនអីទៅឡើយទេបាទអរគុណច្រើននឹងសូមជម្រាបលាសូមជូនពរទទួលបានសេចក្តីសុខលោកស៊ីមានបានឆ្នាំ2021បាទបាយបាយ